មេឃភ្លៀងត្រជាក់បបួរម៉ាក់ធ្វើពងមន់អាំងម៉ាក់ថាមិនបាច់ដាក់អាំងទេដុតក្នុងចក្រានហ្មងទៅឥឡូវមើលម៉ាក់ខ្ញុំធ្វើទាំងអស់គ្នាមុនដំបូងម៉ាក់ខ្ញុំធ្វើជាមួយនឹងខ្ទឹមជ្រក់សិនចាត់ជាមួយនឹងខ្ទឹមសឲ្យស្ដាងហើយដាក់សោះវាមកភ្លោកសិនទៅអ៊ំពូមីងកុំឲ្យវាហាងហ៎សោះឲ្យយកមកលាងជាមួយនឹងទឹកត្រជាក់មកតោះមកដាក់ចូលក្នុងចានមួយអានេះគឺម៉ាក់ខ្ញុំចាក់ជាមួយនឹងទឹកថៃកោះកុងចូលហ្មងទៅអ៊ំពូមីងខ្ជិលញ៉ៃច្រើនតោះមកកូរវាឲ្យសព្វមកឲ្យវាចូលជាតិមួយខ្ទឹមហ្នឹងណាឃើញងាយស្រួលអញ្ចឹងណាប៉ុន្តែក៏ឆ្ងាញ់ដែរអ៊ំពូមីងឥឡូវម៉ាក់ខ្ញុំមកគោះពងមាន់ដាក់ចូលចានមួយម៉ាក់ខ្ញុំគោះហ៊ីងច្រើនដែរគោះចូល10គ្រាប់អីដែរអ៊ំពូមីងបន្ទាប់មកវាយវាឲ្យវាចូលសព្វគ្នាមកគឺថាវាយឲ្យក្រហមសហ្នឹងចូលគ្នាឲ្យអស់មកអ៊ំពូមីងតែប៉ុណ្្នឹងគឺថាម៉ាក់ខ្ញុំចាប់ផ្ដើមយកទៅដុតហើយនេះមិនអាំងទេគឺថាដុតលើខ្ទះតែហ្មងអ៊ំពូមីងដាក់ប៊ឺឲ្យលីហើយចាក់ជាមួយនឹងពងមាន់ចូលហើយខកវាទុកមកទុកតែមួយផ្លែតទេឆ្អិនបាត់ហើយដាក់ជាមួយនឹងខ្ទឹមជ្រក់ពីលើតិចតិចមកមានខ្ទឹមជ្រក់បើអត់ទឹកម្រេចដូចអត់កើតអញ្ចឹងត្រូវថែមទឹកម្រេចទៀតបានឆ្ងាញ់គឺថាងាយស្រួលមិនបាច់ប្រឡាក់ចានអីច្រើនទេធ្វើតែមួយខ្ទះនេះញ៉ាំបានមួយផ្ទះហ្មងបើនិយាយពីរសជាតិវិញហ្នឹងគឺថាចង់ឆ្ងាញ់ជាងដាក់ចានទៀតប៉ុន្តែអានេះត្រូវញ៉ាំឲ្យលឿនណាបើថាញ៉ាំយូរវិញគឺត្រជាក់អស់លែងឆ្ងាញ់ហ្មងអ៊ំពូមីងណាដែលអត់ទាន់បានធ្វើអាចធ្វើតាមម៉ាក់ខ្ញុំទៅមិនបាច់ប្រឡាក់ចានច្រើនហើយឆ្ងាញ់ទៀតញ៉ាំជុកចាក់ទៅដើមគ្នាទៅជាតិហ្មងហើយសប្បាយទៀត